បាទសូមគោរពនឹងជម្រាបសួរអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាខ្ញុំបាទសូមធ្វើការពន្យល់នៅការចែករកនៅដួងកៅសេះដើម្បីធ្វើការទូទាយនៅមុខរបរអាជីពនិងចាប់យកនៅអាជីពរៀនសូត្រដើម្បីឲ្យបានជោគជ័យនៅក្នុងឆាកជីវិតបាទដែលមានចែងដែលមានចងក្រងនៅក្នុង app MySB ដោយយើងរកនៅដួងកៅសេះនេះយើងបានធ្វើការកណនាទៅតាមគ្រឹះនៃសក្ការៈហើយដើម្បីដកចែករកមើលថាជលសក្ការៈប្រមាណដើម្បីយើងចាត់ចំណាត់ថ្នាក់ថាជាដួងកៅចម្ពោះទី1នៅក្នុងនោះដែរខ្ញុំបាទសូមលើកយកនៅដួងកៅចម្ពោះទី1ដែលមានឆ្នាំជូតកើតនៅឆ្នាំ1948ឆ្នាំឆ្លូវកើតនៅឆ្នាំ1997ឆ្នាំខាលកើតនៅឆ្នាំ1962ឆ្នាំថោះកើតនៅឆ្នាំ2011ឆ្នាំរោងកើតនៅឆ្នាំ1976ឆ្នាំម្សាញ់កើតនៅឆ្នាំ2025ឆ្នាំមមីកើតនៅឆ្នាំ1990ឆ្នាំមមែកើតនៅឆ្នាំ1955ឆ្នាំវើកើតនៅឆ្នាំ2004ឆ្នាំរកាកើតឆ្នាំ1969ឆ្នាំចកើតឆ្នាំ2018ឆ្នាំកុលកើតនៅឆ្នាំ1983ចឹងដែរឆ្នាំដែលបានរៀបរាប់នេះគឺចាត់ទុកថាជាដួងកៅប្រភេទទី1ក្នុងនោះដួងកៅប្រភេទទី1បើយើងគិតទៅផ្កាយសក្ការៈទាំង8យើងមានផ្កាយដែលមានពន្លឺខ្លាំងនិងអន់ពន្លឺនោះអញ្ចឹងខ្ញុំបាទសូមរៀបរាប់នៅផ្កាយដែលមានពន្លឺដូចជាផ្កាយអង្គាស្ថិតលើផ្ទះរណ្ដៅទ្រាប់ដែលជាផ្កាយមានពន្លឺខ្លាំងរឹងមាំផ្កាយសៅស្ថិតនៅលើផ្ទះទួងជ័យផ្កាយប្រហ័សស្ថិតនៅលើផ្ទះអធិបតីនិងផ្កាយសុកស្ថិតនៅលើផ្ទះរាជាអញ្ចឹងដែរផ្កាយទាំង4ដួងនេះគឺជាផ្កាយដែលមានកម្លាំងខ្លាំងដែលអាចយើងចាប់យកនៅមុខរបរឬមុខវិជ្ជារៀនសូត្រនៅពាក់ព័ន្ធជាមួយនឹងផ្កាយទាំង4នេះដែលធ្វើឲ្យយើងបានទទួលជោគជ័យនិងឆាប់មានទ្រព្យខ្លាចជាអ្នកមានចំពោះការសិក្សាគឺចឹងដែរបើយើងចាប់យកនៅមុខវិជ្ជាដែលពាក់ព័ន្ធនឹងផ្កាយទាំង3នេះនឹងទទួលបានជោគជ័យហើយខ្ញុំបានសរសេរលម្អិតនៅក្នុងឯកសារជា PDF